តោះបងប្អូនថ្ងៃនេះគឺខ្ញុំមកនិយាយពីបាទប្រភេទថៃកតុយ3អញ្ចឹងមានបងប្អូនជាច្រើនដែលយើងស្គាល់ថាថៃកតុយ3ថៃកតុយ3អញ្ចឹងណាបងប្អូនដែលវាមានស្ថានដោយនៅក្នុងវីដេអូនេះអញ្ចឹងជាទូទៅថៃកតុយ3វាមានឈ្មោះបាទបច្ចេកទេសដែលគេហៅថា golden fish អញ្ចឹង golden fish ហ្នឹងគឺជាប្រភេទថៃដែលវាមានមាឌធំហើយកតុយវាមានបែកចេញជាខ្នែង3ឬក៏ជាខ្នែង2បាទអញ្ចឹងវាមានតាមទម្រង់អញ្ចឹងថៃកតុយ3វាមាន3ប្រភេទបាទអញ្ចឹងមានប្រភេទក្បាលប៉ោងហើយនឹងប្រភេទធម្មតាដូចជានៅក្នុងវីដេអូនេះហើយនឹងប្រភេទមួយទៀតគឺប្រភេទកតុយរឿងដូចប្រខែបាទកតុយវាគឺកោងដូចប្រខែអញ្ចឹងប្រវត្តិថៃកតុយ3នេះគឺប្រវត្តិដើមនេះគឺចេញមកពីប្រទេសចិនបាទអញ្ចឹងពីច្រើនបងប្អូនយើងមួយចំនួនគាត់បានដឹងហើយប៉ុន្តែមានបងប្អូនមួយចំនួនទៀតដែលក៏អត់ទាន់បានស្គាល់ច្បាស់ពីប្រភេទថៃកតុយ3ហើយតកតមួយថៃកតុយ3នេះដែរគឺវាមានតាមពូជនិងតាមប្រភេទដូចបានបញ្ជាក់ខាងលើហើយអាយុកាលរបស់ពួកវាក៏មានបែបផានខុសគ្នាដែរអញ្ចឹងប្រភេទថៃកតុយ3ខ្លះគឺវាមានអាយុកាលថា7ខែទៅ12ខែគឺវាបាត់បង់ជីវិតហើយបានថាដល់វ័យចាស់ជរាអញ្ចឹងណាបាទហើយមានប្រភេទថៃកតុយ3ខ្លះទៀតក៏វាមានអាយុកាលវែងជាងនឹងអីចឹងទៅបាទមានធំបាទមានតូចបាទតាមពូជរបស់វាហើយពូជរបស់ខ្ញុំនេះគឺជាពូជកតុយ3ដែលវាមានខ្នែងបាទជា3បាទហើយមានកតុយវាហ្នឹងគឺបាទរាងជាប្រខែបាទអញ្ចឹងថៃកតុយ3នៃខ្ញុំហ្នឹងគឺមានពីរប្រភេទបាទប្រភេទថៃកតុយ3ធម្មតានិងប្រភេទដែលកតុយវាជាដូចប្រខែហ្នឹងអញ្ចឹងបងប្អូនដែលអត់ទាន់ដឹងបាទពីប្រភេទថៃកតុយ3បាទអញ្ចឹងអាចមើលវីដេអូនេះបាន